តានឹងមានអ្វីកើតឡើងប្រសិនបើអាណាចក្ររបស់រ៉ូម៉ាំងត្រឡប់មកវិញនៅក្នុងលោកទំនើបពួកគេនឹងបង្កើតរដ្ឋធានីនៅរ៉ូម៉ាដូចក្នុងអតីតកាលហើយមានតំបន់ដែនដីទាំងអស់ដែលពួកគេបានគ្រប់គ្រងមកហើយឥឡូវនេះពួកគេចង់ទទួលបានការជំទាស់លើពិភពលោកដោយកងទ័ពរបស់ពួកគេដែលធ្លាក់ក្នុងសម័យថ្មីរួមមានយន្តហោះទង់យោធានិងសង្គ្រាមសៃបារអាណាចក្ររ៉ូម៉ាំងនឹងចាប់ផ្ដើមការវាយប្រហារដោយការកាប់បញ្ជាលើបាល់ខាន់ដើម្បីបញ្ចប់រដ្ឋតូចៗនៅអឺរ៉ុបខាងកើតនិងបង្កើតជាការការពាររវាងពួកគេនិង NATO បន្ថែមពីនេះពួកគេនឹងវាយប្រហារចំពោះប្រទេសអាល្លឺម៉ង់និងប៉ូឡូញដោយផ្ទាល់ដើម្បីធ្វើឲ្យ NATO ខ្សោយនិងបង្កើតខ្សែការពារមាំមួនចុងក្រោយកងទ័ព NATO នឹងរំលាយខ្សែប្រយុទ្ធរបស់អាណាចក្ររ៉ូម៉ាំងដើម្បីចម្លងពួកគេចេញពីរដ្ឋធានីរ៉ូម៉ាកងទ័ពសហភាពនានានឹងយកឈ្នះអាណាចក្រនេះក្នុងកិច្ចខិតខំជាសកលដោយទប់ស្កាត់រ៉ូម៉ានិងស្ដារឡើងវិញសន្តិភាពនៅលើពិភពលោក